តាំងអ្នកគ្នាចង់ដូរឈ្មោះ Facebook ដាក់តែមួយម៉ាត់មែនទេអូខេអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីដាក់ឈ្មោះ Facebook តែមួយម៉ាត់គឺអត់មានអីច្រើនទេអ្នកគ្នាបាទទី1អ្នកគ្នាត្រូវទៅ download កម្មវិធីមួយមានឈ្មោះថា VPN Chat បាទនេះកម្មវិធីនេះដាក់ឲ្យអ្នកគ្នាមើលហ្នឹងបាទ download កម្មវិធីនឹងមួយមកបាទហើយមួយទៀតកម្មវិធីនេះអ្នកគ្នាអាច download ក៏បានអត់ក៏បានកម្មវិធីនេះបើអ្នកគ្នាអត់ download ទេអ្នកគ្នាអាចចូលទៅក្រោម description video ខ្ញុំបានហើយ copy យកអក្សរជប៉ុនហ្នឹងមកដើម្បីទៅដាក់ឈ្មោះជាមួយ Facebook របស់យើងបាទបើមានអក្សរហ្នឹងក៏យើងអត់ដាក់បានដែរដាក់អត់កើតដែរអញ្ចឹងណាអ្នកគ្នាបាទអូខេតោះឥឡូវយើងចូលទៅកម្មវិធី VPN របស់យើងមកតោះមកអ្នកនេះឃើញទង់ជាតិខាងលើនោះអត់អ្នកនេះចុចទៅនឹងមកដើម្បីធ្វើការរើសប្រទេសជប៉ុនបាទនេះជប៉ុនបាទឃើញអត់ទង់ជាតិហ្នឹងជប៉ុនហ្នឹងបាទអូខេអញ្ចឹងបន្ទាប់ពីចេញ map ហ្នឹងហើយអ្នកនេះឃើញពីរអត់បាទមួយបៃតងមួយក្រហមអញ្ចឹងអ្នកនេះយកក្រហមមកវាយកបៃតងតតែបងលុយអ្នកគ្នាបាទអូខេពេលលោតបែបនេះគឺយើងបានភ្ជាប់ទៅ VPN ហើយបាទអញ្ចឹងអ្នកគ្នាអូសមកមើលបាននេះកន្លែងសេវានេះគេដាក់លោតតាម VPN ហ្នឹងបាទហ្នឹងឃើញអត់បាទតោះឥឡូវយើងចូលទៅ Facebook របស់យើងមុនសិនក៏បានចូលទៅ Facebook យើងសិនមកអូខេចូលសាមីអ្នកគ្នាបាទអញ្ចឹងអ្នកគ្នាចូល Facebook មកលោតតម្រងបែបហ្នឹងអ្នកគ្នាឃើញខាងក្រោមនេះមានទូរស័ព្ទខ្លះគឺនៅខាងលើអញ្ចឹងអ្នកគ្នាចុចទៅនឹងមកបាទតោះមកចុចពាក្យ setting ហ្នឹងមក setting privacy ហ្នឹងបាទអូខេតោះមកចូលពាក្យ setting ហើយរូបនេះចូលផ្ទាំងមេតាហ្នឹងមកបាទអូខេតោះមកចុច profile របស់យើងចុច profile របស់យើងមួយទៀតពេលលោតបែបហ្នឹងហើយអ្នកគ្នាឃើញពាក្យ name នៅខាងលើទេអត់បាទចុចត្រង់ហ្នឹងមកអូខេអញ្ចឹងមកដល់កន្លែងដែលយើងឈ្មោះដែលយើងត្រូវបដូរហើយអ្នកគ្នាដាក់មកបាទឥឡូវយើងចេញសិនមកខ្ញុំចូលទៅកម្មវិធីទី1បាទបើអ្នកគ្នា download កម្មវិធីហ្នឹងក៏ចូលកម្មវិធីហ្នឹងមកបើអ្នកគ្នាខ្ជិល download ទេអ្នកគ្នាអាច copy អក្សរដែលខ្ញុំបានដាក់នៅក្រោម description video ហ្នឹងបានយកទៅប្រើទៅតែដោយសារវាអត់មានច្រើនទេខ្ញុំដាក់ឲ្យដូចជា5 6ពាក្យទេអ្នកគ្នាអាច copy យកបានបើអ្នកគ្នា download កម្មវិធីហ្នឹងមកអ្នកគ្នាអាចរើសខ្លួនឯងបានអញ្ចឹងណាអ្នកគ្នាឆ្លាញ់អក្សរណារើសអក្សរហ្នឹងទៅបាទរងចាំបន្តិចអ្នកគ្នាបាទរៀង slow ឬក៏រៀងយូរដែរអ្នកគ្នាចាំបន្តិចអូខេពេលលុបបែបហ្នឹងអ្នកគ្នាយកកន្លែងនេះមកនេះបាទចុចទៅហ្នឹងមកណាអូខេអញ្ចឹងអូអក្សរខាងលើនេះអ្នកគ្នាបាទនេះអូរពាក្យជប៉ុនមកបាទនេះបាទជប៉ុនហ្នឹងបាទតោះមកអ្នកគ្នាធ្វើការរើសអក្សរណាអ្នកគ្នាពេញចិត្តមកចាំបន្តិចខ្ញុំរកមើលសិនអ្នកគ្នាបាទអត់ទាន់ឃើញចឹងបើអ្នកគ្នា download កម្មវិធីហ្នឹងមកអ្នកគ្នាអាចរើសបានតាមចិត្តចឹងវាមានអក្សរច្រើនតែបើខ្ញុំដាក់ឲ្យក្រោម description video ហ្នឹងគឺវាមានតែប្រហែលអក្សរទេ5 6អក្សរទេអ្នកគ្នាហើយខ្ញុំរកមើលសិនអ្នកគ្នាបាទចាំបន្តិចឥឡូវខ្ញុំយកអក្សរនេះចុះអ្នកគ្នាបាទនេះចុចលើអក្សរហ្នឹងមកតោះមកឲ្យចុចកន្លែងនេះមកបាទចុចម្ដងចឹងមកវាអត់ទាន់លោតទេវាចុច2ដងឲ្យជាប់គ្នាមកណាចុច2ដងជាប់គ្នាមកបាទតោះមកលោតបែបហ្នឹងអ្នកគ្នាចុច copy នេះមកបាទនេះ copy ហ្នឹងបាទអូខេអញ្ចឹងយើង copy បានហើយតោះចូលទៅ Facebook របស់យើងទាំងអស់គ្នាយើងចូលទៅឈ្មោះ Facebook របស់យើងមិញមកបាទអូខេតោះមកអ្នកគ្នាដាក់ឈ្មោះមកអ្នកគ្នាចង់ដាក់ឈ្មោះអីបាទខ្ញុំដាក់មានខាងក្រោមបាទក្រោមម្ដងអញ្ចឹងអ្នកគ្នាគ្រាន់តែចុចលើនឹងមួយមកលុបពាក្យថាផាសហ្នឹងអ្នកគ្នាចុចផាសហ្នឹងមកបាទអូខេអញ្ចឹងគឺបានហើយតោះឥឡូវអ្នកគ្នាចុចនេះបាទនេះកន្លែង review chain ហ្នឹងបាទតែនឹងមកអូខេតោះមកមានពីរជម្រើសអ្នកគ្នាចង់យកខាងណាខាងលើឬខាងក្រោមឥឡូវខ្ញុំយកខាងក្រោមបាទតោះមកចុច save chain ហ្នឹងមកបាទអូខេអញ្ចឹងគឺយើងបានបដូរបានសម្រាប់ហើយនេះអ្នកគ្នាបាទឃើញឈ្មោះយើងអត់បាទនេះជិះយើងបានបដូរបានសម្រាប់ហើយតោះឥឡូវយើងថយមកវិញមកមើលតាបដូរបានទៅអញ្ចឹងវាអត់ទាន់ឃើញទេអ្នកគ្នា clear ចោលសិនទៅចូលសាមីមកបាទចូល Facebook យើងសាមីអូខេនេះបាទអញ្ចឹងវាយកបានដូរបានសម្រាប់ហើយអ្នកគ្នាបាទនេះបាទអូខេអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនអរគ្នានឹងមើលយល់បាទហើយកុំភ្លេចជួយចុច subscribe ម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗទៀតសូមអរគុណច្រើនជួបគ្នាវីដេអូក្រោយ